đây bụng mai ông nó kia bà về mình đượcក្នុង YouTube បាទនេះជាវីដេអូដែលខ្ញុំបានទៅកម្មវិធីHalloween បាទនៅថ្ងៃទី29ដែលគេធ្វើឡើងនៅCoconut Park នៅកោះពេជ្របាទហើយជាមួយនឹងការធ្វើនេះគឺមានភ្ញៀវច្រើនមែនតើគាត់ទៅចូលរួមដោយសារថ្ងៃហ្នឹងជាថ្ងៃដែលគេឈប់សម្រាក2ថ្ងៃគេបន់ជាតិមួយថ្ងៃនិងថ្ងៃអាទិត្យមួយថ្ងៃបងប្អូនបាទហើយរូបគេរៀបចំគេស្អាតមែនតើបាទគេមានតាំងពីរូបភាពធ្នោខ្មោចអីបាទពេលយកកាន់តែស្អាតទៅបងប្អូនបាទហើយគេមានកម្មវិធីសម្ដែងសូច្រើនមែនតើបាទហើយពីពួកខ្ញុំទៅហ្នឹងពួកខ្ញុំទៅជួយរៀបសោសម្រាប់គាត់លេង content ជាច្រើននៅលើឆាកមានតាំងពីច្រៀងគាត់មានទាំង DJ គាត់មានទាំងសម្ដែងជាហាសកម្មក៏ដូចជាលេងល្បែងកម្សាន្តជាច្រើនទៀតបងប្អូនបានទៅគាត់ទៅសប្បាយតែម្ដងបាទហើយក៏មានការតាំងពិព័រណ៍ជាមួយនឹងម្ហូបអាហារទាំងខ្មែរបែបបរទេសមានលក់ជាវត្ថុអនុស្សាវរីយ៍ជាច្រើនហើយនៅទីនោះបាទហើយក៏មាននៅការចាក់ music ច្រៀង acoustic អីច្រើនមែនតើបាទហើយនេះគឺជាវីដេអូដែលពួកខ្ញុំ install ហើយជាមួយនឹង sound EV បាទដែលជាផលិតផលដែលមានស្រាប់នៅក្នុងខាង Premium Sound បាទគាត់ពួកយើង set up ហើយអស់ហើយបាទហើយ DJ ក៏កំពុងតែ testing បាទហើយចំពោះ DJ វិញបាទជួបគ្នារាល់អាទិត្យតែម្ដងបាទគាត់រស់រាយមែនតើបាទហើយ team work ល្អមែនតើជាមួយគាត់បាទហើយនៅបន្ទាប់ពីហ្នឹងមកគឺមានកម្មវិធីច្រើនទៅបងប្អូនបាទទៅដល់ហើយបងប្អូនបាទហើយក៏គេមានការលេងហ្គេមលេងអីច្រើនចឹងដូចខ្ញុំបញ្ជាក់ពីខាងដើមចឹងបងប្អូនបាទមនុស្សនេះពេលពង set up ហើយនេះខ្ញុំទៅ set up ហើយនេះគឺមិនសូវមានមនុស្សទេបងប្អូនបាទតិចទៀតដល់មានមនុស្សច្រើនហើយបងប្អូនបាទហើយចំពោះអ្នកសម្របសម្រួលវិញបាទក្រុមការងារគាត់ក៏រស់រាយដែរបាទហើយខាងមុននិយាយរួមទៅក្រុមការងារគាត់គឺសតតែអ្នកចេះច្រៀងឲ្យព្រោះតែម្ដងបាទប៉ុន្តែពេលក្រុមការងារគាត់ច្រៀងខ្ញុំមកបានថតបាទអញ្ចឹងបងប្អូនដែលគាត់លោបានទៅគាត់ប្រកាសចិត្តដឹងហើយនៅ Coconut Park បាទបែបធម្មជាតិស្រស់ស្រាយមែនតើបាទនេះបាទគឺគេសម្ដែងការរាំបាទហើយក៏មានក្មេងៗគាត់រាំដែរបងប្អូនបាទនេះខ្ញុំថតបានតែបងគាត់អ្នករាំបាទមានក្មេងៗគាត់រាំដែរហើយនេះជាមួយនឹងការ link game បាទរុំបែបម៉ាមីបាទហើយមានការនេះទៀតបាទ DJ ឡើងលេងហ្គេមដែរបាទហើយការលេងហ្គេមនេះក៏គេទទួលបានការឈ្នះទទួលបានការឧបត្ថម្ភពី sponsor ជាច្រើនហើយនេះគឺជាការរាំហ្មងបាទការរាំនេះគឺលយមែនតើគាត់រាំបានស្អាតមែនតើមកពេញចិត្តការរាំជាមួយនឹង music ក៏ប្រុសទៀតបាទអូបាទហើយគាត់មានឈុតឆាកគាត់ច្រៀងរាំទៅដល់បាទប៉ុន្តែដោយសារវីដេអូនេះខ្ញុំធ្វើកាត់តែទេបាទអូអែមបាទកម្មវិធីចុងក្រោយនេះគឺគាត់ច្រៀងបែប acoustic តែម្ដងបាទហើយក្រុមការងាររបស់គាត់គឺច្រៀងព្រោះមែនតើបងប្អូនបាទសឹងនឹងគ្រប់គ្នាតែម្ដងបាទហើយខ្ញុំក៏បានជាថត teacher ដែរបងប្អូនបាទមានតែប៉ុណ្្នឹងហើយក៏សូមអធិស្ឋានដែរបើសិនជាមានចន្លោះខ្វះខាតអីចឹងណាបងប្អូនបាទតោះទៅស្ដាប់គាត់ច្រៀងតែម្ដងនៅtrongវីដេអូនេះបាទ